សួស្តីបងប្អូនហាត់ទី12ទាំងអស់គ្នាអញ្ចឹងថ្ងៃនេះយើងកែលំហាត់ប្រតិបត្តិបន្តទៀតអញ្ចឹងប្រតិបត្តិគេឲ្យគណនាលំហាត់ limit នៃអក្សរកខកអញ្ចឹងយើងមើល limit របស់យើងគឺតាក់ទងទៅនឹងអនុគម exponent និង shell ស្វ័យគុណ x ណាបាទអញ្ចឹងយើងរំលឹកតិចទៅអនុគម fx ដែលស្មើនឹងស្វ័យគុណ x គេហៅថាអនុគម exponent និង shell អញ្ចឹងដែនកំណត់វាdf វាស្មើនឹង air ណាអញ្ចឹង air យើងគឺយកពីណាពីដកអនន្តទៅដល់បូកអនន្តអញ្ចឹងចុងដែនកំណត់យើងមាន2គឺដកអនន្តនិងបូកអនន្តអញ្ចឹងយើងមានរូបមន្ត2ណាទី1 limit x ជិតបូកអនន្តនៃស្វ័យគុណ x វាស្មើនឹងបូកអនន្តទី2 limit x ជិតដកអនន្តនៃស្វ័យគុណ x វាស្មើ0អញ្ចឹងរូបមន្តយើងមាន2នេះណាបាទនេះជារូបមន្តរបស់យើងអញ្ចឹងយើងសង្កេតមើលរូបមន្តបានន័យថាម៉េចស្វ័យគុណបូកអនន្តវាខិតជិតទៅបូកអនន្តស្វ័យគុណដកអនន្តវាខិតជិតទៅ0យើងអាចចាំយ៉ាងខ្លីបានស្វ័យគុណបូកអនន្តស្មើបូកអនន្តស្វ័យគុណដកអនន្តស្មើ0អញ្ចឹងយើងមើលលំហាត់អកគឺគេយើងមើលកយើងគឺ limit x ជិតដកអនន្តនៃស្វ័យគុណដក x ដក5អញ្ចឹងយើងមើលកន្លែងនេះស្មើគេនេះស្វ័យគុណដកអនន្តយើងជំនួសដកអនន្តចូលដកអនន្តអានេះដកប៉ះដកទៅជាបូកអនន្តអញ្ចឹងស្វ័យគុណបូកអនន្តស្មើគេមិញខិតជិតបូកអនន្តអញ្ចឹងបូកអនន្តដក5វានៅតែចេញបូកអនន្តដក5វានៅតែចេញអីគេចេញបូកអនន្តដដែលអញ្ចឹងដាក់ចម្លើយយកទៅដាក់ថាម៉េចស្មើបូកអនន្តព្រោះអីព្រោះ limit x ខិតជិតដកអនន្តនៃស្វ័យគុណដក x យើងវាស្មើនឹងអីស្មើបូកអនន្តណាបាទជាងបញ្ជាក់កន្លែងហ្នឹងអញ្ចឹងចម្លើយយើងគឺបូកអនន្តកន្លែងនេះអញ្ចឹងមើលអក្សរខតិចអក្សរខមិនទៅអក្សរខយើងមើលសិនយើងជំនួសសិនណាអញ្ចឹងអានេះបាននេះគេស្វ័យគុណបូកអនន្តបានបូកអនន្តអានេះ x ខិតជិតបូកអនន្តអញ្ចឹងអានេះជំនួសទៅបានបូកអនន្តអញ្ចឹងវាគុណនឹងដកបានដកអនន្តអញ្ចឹងរៀងអនន្តដកអនន្តធ្វើម៉េចចឹងអញ្ចឹងដោយសារតែវារៀងជំនួសមិញគឺរៀងអនន្តដកអនន្តអញ្ចឹងដាក់រៀងមករៀងអីគេអនន្តដកអនន្តអូខេអញ្ចឹងក្បួនយើងចាំហើយ limit រៀងអនន្តដកអនន្តយើងចាប់តួដក្រេខ្ពស់ជាកតាអញ្ចឹងយើងមាន3រវាង ln x ហើយនឹងស្វ័យគុណ x អញ្ចឹងអានេះវាខ្លាំងជាងគេអានេះបន្ទាប់មកអានេះវាខ្សោយជាងគេអញ្ចឹងរវាង2នេះយើងមើលx ហើយនឹងស្វ័យគុណ x ហើយនឹង x នេះ x នេះខ្លាំងជាងអញ្ចឹងយើងត្រូវចាប់អានឹងជាកតាអញ្ចឹងយើងមើលទៀតអានេះយើងត្រូវចាប់ស្វ័យគុណ x ជាកតាព្រោះអីស្វ័យគុណ x ហ្នឹងវាជាអនុគមកើនខ្លាំងជាង 7x ធម្មតាអញ្ចឹងយើងចាប់មកបានគេ1ដក 7x លើអីលើស្វ័យគុណ x បូក1លើស្វ័យគុណ x បាទស្មើគេទៀតអញ្ចឹងយើងមានរូបមន្តមួយទៀតណាយើងរំលឹករូបមន្តតិចទៅរូបមន្តយើងគឺ limit x ខិតជិតបូកអនន្តនៃ x ស្វ័យគុណ n លើស្វ័យគុណ x នេះវាស្មើអីគេស្មើ0ណាបាទនេះរូបមន្តរបស់យើងណាបាទអញ្ចឹងយើងមើលម្ដុំនេះអានេះ0ណា0អានេះចេញអីលេខលើអនន្តក៏បាន0ដែរអញ្ចឹងអានេះបានបូកអនន្តគុណនឹង1ដក0បូក0អញ្ចឹងបានអីអញ្ចឹងបានបូកអនន្តព្រោះអីព្រោះ limit x ខិតជិតបូកអនន្តនៃ 7x លើស្វ័យគុណ x ស្មើ0 x ខិតជិតបូកអនន្តនៃ1លើស្វ័យគុណ x ក៏ស្មើ0ដែរអញ្ចឹងហើយបានយើងកណនីអានេះទៅវាចេញបូកអនន្តព្រោះអីអានេះបូកអនន្តនេះ0អស់ហើយអញ្ចឹងបានកណនីទៅគុណទៅបានបូកអនន្តដដែលបាទអញ្ចឹងចម្លើយយើងគឺបូកអនន្តអញ្ចឹងមើលអក្សរកlimit x ខិតជិតដកអនន្តនៃ 2 ស្វ័យគុណ x ដក x ការ៉េបូក
បូក1អញ្ចឹងយើងជំនួសមើលសិនតើវាកំណត់អត់អញ្ចឹងអឺសេកូនដកអណន្តមិញគឺនេះ0អានេះ0បូក1បាន1ណាអញ្ចឹងអានេះម្ដុំ x ការ៉េនេះបានអីគេបានបូកអណន្តគុណនឹងសញ្ញាដកពីមុខបានដកអណន្តអញ្ចឹងយើងជំនួសលេងក៏បានដែរឥឡូវនេះ2គុណនឹង0ដកបូកអណន្តបូក1អញ្ចឹងស្មើគេអញ្ចឹងអានេះស្មើ0ដកអណន្តបូក1អញ្ចឹងស្មើដកអណន្តតែយើងអត់ជំនួសអញ្ចឹងទេយើងដាក់យកតែម្ដងណាហើយចាំព្រោះតាមក្រោយស្មើដកអណន្តព្រោះអីទី1 limit x ខិតជិតដកអណន្តនៃសេកូន x ស្មើ0 limit x ខិតជិតដកអណន្តនៃ x ការ៉េស្មើបូកអណន្តអញ្ចឹងវីដេអូយើងមានប៉ុណ្្នឹងឯហ្នឹងបើសិនជាបងប្អូនមានចម្ងល់អីអាច comment ខាងក្រោមវីដេអូនេះបានកុំភ្លេចចុច like វីដេអូហើយជួយចុច subscribe channel YouTube នេះផងបាយបាយ